សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីបងប្អូនទាំងអស់គ្នាធ្វើលំហាត់មកយើងនឹងអនុវត្តចំណោទបន្តមកទៀតចំណោទទី1រថយន្តមួយគ្រឿងធ្វើដំណើរក្នុងរយៈពេល12ម៉ោងបានចម្ងាយ652គីឡូម៉ែត្រតើជាមធ្យមក្នុង1ម៉ោងរថយន្តនោះធ្វើដំណើរបានចម្ងាយប៉ុន្មានគីឡូម៉ែត្រអញ្ចឹងដូចមេរៀនអ្នកគ្រូបញ្យល់សិនអញ្ចឹងណាបើសិនជាករណីគេប្រាប់ចំនួនទាំងអស់គេប្រាប់ចំនួនច្រើនហើយគេសួររកតែមួយស្អីក៏ដោយសួររកតែមួយថង់ម្នាក់មួយចំនួន1ម៉ោងឬក៏អីសិតតែតកតងជាមួយនឹងប្រមាណវិធីចែកចាដូចជាចំណោទនេះអញ្ចឹងគឺសួរថាតើជាមធ្យមក្នុង1ម៉ោងរថយន្តនេះធ្វើដំណើរបានចម្ងាយប្រមាណគីឡូម៉ែត្រអញ្ចឹងកូនឃើញទេឃើញគេសួរ1ម៉ោងទេអញ្ចឹងមានន័យថា1ម៉ោងយើងយកផលធៀបអញ្ចេះយើងធ្វើរបៀបអញ្ចេះក៏បានដែរកូនបើយើងអត់ចំណាំថារក1ឬរកអីអញ្ចឹងយើងអាចចំណាំអញ្ចេះក៏បាន652គីឡូម៉ែត្រធ្វើដំណើរក្នុងរយៈពេល12ម៉ោងអញ្ចឹងបងចាស្មើនឹងរយៈពេល12ម៉ោងហើយចុះបើសិនជាគេសួរថារថយន្តមួយធ្វើដំណើររយៈពេល12ម៉ោងបានចម្ងាយប៉ុន្តែក្នុង1ម៉ោងទាញចេះវិញឲ្យកូនស្រួលមើល12ម៉ោងធ្វើដំណើរបាន652គីឡូម៉ែត្រហើយចុះបើសិនជា1ម៉ោងវិញធ្វើការបានប្រមាណចាអញ្ចឹងគាត់អាចយកចំនួននេះទៅគុណហើយត្រឡប់មកវិញយកចែកមួយនឹងចំនួនម៉ោងនេះអញ្ចឹងយើងបាន652គីឡូម៉ែត្រចែកជាមួយនឹង12ចាអញ្ចឹងរកទៅតាមអ្វីដែលគេសួររកប្រវែងរថយន្តធ្វើរកប្រវែងចម្ងាយផ្លូវរកប្រវែងចម្ងាយចាតែគូរកឲ្យច្បាស់ទៅcònអាចរកចម្ងាយផ្លូវជាមធ្យមរថយន្តធ្វើដំណើរក្នុង1ម៉ោងចាអញ្ចឹងគឺគាត់ថាយក6,652យកមកចែកជាមួយនឹង12តោះយើងចែកលេខធម្មតាមក12អញ្ចឹងកូនកាត់យក2ខ្ទង់អញ្ចឹងគាត់ដាក់បានប៉ុន្មាន5ពីដង10សេរី0ត្រូវទៅ1 5 1ដង5 5 6 60 65ដល់60សល់5ទម្លាក់2ចុះដាក់បានប៉ុន្មានកូនចា4ពីដង8 4ពីដង4អញ្ចឹង2ដក8អត់កើតខ្ចីខាងនេះ4មកសល់4ខាងនេះឡើងដល់12 12ដក8សល់4 4ដក4 0អញ្ចឹងកូនថែម0ហើយខាងនេះបានចត់អញ្ចឹងដាក់បានប៉ុន្មានកូន3បាន6 3ពីដង6 3ពី3មួយដង3 40ដក36សល់4ថែម0ដាក់3ទៀតលេងតែអូកូនអញ្ចឹង3គុណនឹង12ស្មើ36ទៀតដកមក4ទៀតអញ្ចឹងលេខនេះបើសិនជាយើងបន្ថែម0ឃើញ 54.33 ចឹងទៀតអញ្ចឹងយើងគ្របយកគ្របក្បៀសតែ2ខ្ទង់បានហើយអញ្ចឹងឃើញ 54.33 គីឡូម៉ែត្រចាអញ្ចឹងកូនឆ្លើយថាចម្ងាយផ្លូវជាមធ្យមដែលរថយន្តធ្វើដំណើរក្នុង1ម៉ោងគឺ54.33 គីឡូម៉ែត្រ